ក្នុងមួយឆាកជីវិតនេះអ្នកនឹងជួបប្រទះមិត្តភ័ក្តិទាំងនេះក្នុងមួយឆាកជីវិតយើងនេះយើងមានមិត្តភ័ក្តិរាប់មិនអស់អ្នកខ្លះគឺយើងស្គាល់កាលនៅតូចអ្នកខ្លះយើងស្គាល់កាលនៅរៀនហើយអ្នកខ្លះទៀតក៏ស្គាល់នៅកន្លែងធ្វើការនៅក្នុងវីដេអូនេះសុទ្ធតែជាប្រភេទមិត្តភ័ក្តិដែលយើងរាល់គ្នាអាចនឹងជួបនៅក្នុងឆាកជីវិតនេះទី1មិត្តភ័ក្តិកាលពីតូច Childhood Friend គឺជាមិត្តភ័ក្តិដែលអ្នកស្គាល់តាំងពីអ្នកចាប់ផ្ដើមធំពេញវ័យអ្នកលេងលោតកៅស៊ូបាញ់ឃ្លីលេងបិទពួនជាមួយគ្នាជាដើមប្រសិនជាអ្នកនៅតែតាក់ទងជាមួយមិត្តភ័ក្តិកាលពីតូចរបស់អ្នកនោះអ្នកច្បាស់ជាមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាទី2មិត្តភ័ក្តិនៅសាលាឬមិត្តរួមការងារតែប្រកាសណាយើងរាល់គ្នាសុទ្ធតែស្គាល់មនុស្សជាច្រើនឬបង្កើតមិត្តភាពនៅសាលាឬនៅក្នុងកន្លែងការងារក្រោយបញ្ចប់ការសិក្សាប្រសិនជាអ្នកមានសំណាងល្អអ្នកអាចនឹងមានមិត្តភ័ក្តិចិត្តស្និទ្ធមួយដែលអ្នកអាចចែករំលែកនៅរឿងរ៉ាវរបស់អ្នកបានទោះបីជាមិត្តភ័ក្តិនៅសាលានិងនៅកន្លែងធ្វើការល្អឬមិនល្អមិត្តភ័ក្តិដែលអ្នកមាននៅសាលាគឺជាផ្នែកមួយនៃជីវិតវ័យជំទង់របស់អ្នកហើយវាមានតម្លៃខ្លាំងណាស់នៅក្នុងជីវិតទី3មិត្តភាពក្រោយបែកបាក់ស្នេហាសម្រាប់អ្នកខ្លះក្រោយពីចែកផ្លូវគ្នាក្នុងនាមជាដៃគូស្នេហាឬសង្សារហើយពួកគាត់សុំគ្នាបន្តធ្វើជាមិត្តភ័ក្តិជាការពិតណាស់វាមិនមែនជារឿងអាក្រក់អ្វីមួយទេគ្រាន់តែធ្វើជាមិត្តភ័ក្តិគ្នាបន្តនោះគូសង្សារដែលចែកផ្លូវគ្នាហើយបន្តធ្វើជាមិត្តភ័ក្តិបញ្ជាក់ថាពួកគេពិតជាធំដឹងក្តីគ្រប់គ្រាន់ហើយជាកិត្តទី4មិត្តភ័ក្តិដែលមិនបោះបង់អ្នកមិត្តភាពដែលសំខាន់ជាងគេនិងមនុស្សរាល់គ្នាគួរតែមានគឺមិត្តភ័ក្តិដែលតែងតែជួយអ្នកឬលើកទឹកចិត្តដល់អ្នកនៅពេលដែលអ្នកមានជួបបញ្ហាវាគឺជារឿងដែលជាមិនផុតសោះឡើយដែលមនុស្សម្នាក់តែងជួបប្រទះនូវឧបសគ្គខ្លះៗក្នុងជីវិតមានរឿងខ្លះយើងមិនចង់ចែករំលែកទៅកាន់ក្រុមគ្រួសាររបស់យើងឡើយដូច្នេះហើយប្រសិនជាអ្នកជួបនៅមិត្តភ័ក្តិប្រភេទនេះហើយចូលអរគុណគេហើយកុំបោះបង់គេចោលឲ្យសោះសូមចុច like share និង subscribe page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត